ល្អិលធ្លាក់ពីលើកាំច្រាផ្ទះចំនួន13កាំមីងឈ្មោះកឹមអិតនៅទីនៅផ្សារទឹកថ្លាលក់សម្រាប់យោធាខ្ញុំប្រើឆ្នាំ2024មកចូលដល់ឥឡូវ1ឆ្នាំតាមសារយៈបុគ្គលិកធនាគារដែលគាត់ចុះមកប្រម៉ូទនៅក្នុងផ្សារទីផ្សារទឹកថ្លាយើងហ្នឹងដោយសារគាត់មានសេវាតន់ចិត្តរហ័សលឿនតន់ចិត្តទៅពេលដែលយើងត្រូវការអីទៅលឿនបំផុតណាត់គឺម៉ាត់ណាម៉ាត់ហ្នឹងអត់និយាយបាត់ដៃក្នុងដៃទេដោយការគាត់និយាយប៉ិតធ្វើបានប៉ិតហ្នឹងហើយចាហើយអញ្ចឹងខ្ញុំមានទំនុកចិត្តមួយបានខ្ញុំជ្រើសរើសប្រើទី2គឺមានធានារ៉ាប់រងដែលអត់គិតសេវាអីទាំងអស់ជាក់ស្ដែងគឺពេលខ្ញុំធ្លាក់លើផ្ទះនេះផ្ទាល់ឯងពេលខ្ញុំបានដូចជាទៅពេទ្យទៅអីធនាគារព្រីមជួយចេញសេវាឲ្យទាំងអស់ល្អិលធ្លាក់ពីលើកាំច្រាផ្ទះចំនួន13កាំចាតែមានរបួសដូចជាស្នាមគៀនឡើងនេះហើយនឹងក្បាលឡើងនេះបែកក្បាលមួយហើយទៅបានខ្ញុំយកទៅដេនឹងពេទ្យដេឲ្យមិនអស់ចិត្តខ្ញុំហាមករួចវានៅហាបានតិចតិចខ្ញុំក៏បានទៅអង្គឌួងទៀតដែរក៏ប៉ុន្តែអង្គឌួងហ្នឹងអត់អស់សេវាអីទេបានចំនួនទឹកប្រាក់ 100% ផងអត់មានបាត់អីទាំងអស់ចំនួនទឹកប្រាក់ដែលយើងមើលព្យាបាលនៅក្នុងមន្ទីរពេទ្យអស់ទាំងប៉ុន្មានធនាគារព្រីមចេញឲ្យទាំងអស់ដោយអត់មានគិតថ្លៃអីសេវាអីទាំងអស់ពេលដែលខ្ញុំធ្លាក់ក៏ខ្ញុំមិននឹកស្មានថាខ្ញុំបានពិតប្រាកដដែរតែដល់ខ្ញុំថតរូបរបួសស្នាមដែលខ្ញុំថតទៅឲ្យបុគ្គលិកធនាគារគាត់ថាចាំគាត់ជួយរត់ការឲ្យអញ្ចឹងណាក៏បានគាត់ជួយរត់ការអីឲ្យយកឯកសារយកអីអញ្ចឹងយកទៅបានជាបានអិនស្រែនហ្នឹងយកមកឲ្យរយៈពេលក្នុងរយៈពេលបានប្រហែលជា 4-5 ថ្ងៃបានអិនស្រែនហ្នឹងពិតប្រាកដមែនមានអារម្មណ៍ថាសប្បាយចិត្តទទួលយកបាននៅក្នុងការប្រើប្រាស់ធនាគារព្រីមដោយអត់មានគិតថាខ្លាចចេះខ្លាចចោលអីជាក់ជឿជាក់ប៉ិតព្រោះមីមានទំនុកចិត្តច្រើនដោយសារតែមីធ្លាប់ប្រើទៅទាំងសេវាទាំងការប្រើផ្ទេទៅវិញទៅមកអីរលះអត់ដែលពិបាកឲ្យយើងអតិថិជនខ្វាយខ្វល់ថាបានហើយមិនបានជាតេជឿនគឺអត់គឺបានប៉ិតនាងខ្ញុំសូមដាំដល់អាជីវករផ្សេងដែលលក់នៅទីណាក្តីតំបន់ណាក្តីខេត្តណាក្តីសូមឲ្យជួយប្រើគណនីអាជីវករឆ្លាតរបស់ធនាគារព្រីមទាំងទៅគឺអត់កុហកអត់អីទេគឺប៉ិតដូចជារូបខ្ញុំជាក់ស្ដែងបានប្រើធនាគារព្រីមហ្នឹងបានអិនស្រែនពីធនាគារព្រីមលើកទី1ហើយដែលខ្ញុំតែចុះបានចុះប្រើហើយចៃដន្យដែលខ្ញុំមានគ្រោះថ្នាក់ចឹងប៉ិតចឹងបានជាខ្ញុំជឿជាក់នៅលើធនាគារព្រីមរបស់យើងអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកមីងដែលបានចំណាយពេលវេលាដ៏មានតម្លៃចែករំលែកនៅបទពិសោធន៍ពិតក្នុងការប្រើប្រាស់គណនីអាជីវករឆ្លាតជាមួយធនាគារព្រីមអញ្ចឹងខ្ញុំសូមជូនពរអ្នកមីងឲ្យជួបតែសុខភាពល្អនិងសំណាងល្អចា៎